ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះដែរនាងខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលក្នុងចំការចេកពងមាន់ដែលយើងទៅតែដាំចាសម្រាប់ក្នុងការដាំចេកពងមាន់នេះដែរគឺមុនដំបូងបងអស់គឺយើងត្រូវតែមានប្រព័ន្ធទឹកជាមុនសិនពួកអីខែនេះគឺជាខែក្តៅខែប្រាំងគឺយើងអត់អាចដាំរំពឹងទៅលើទឹកភ្លៀងបានទេពុកម៉ែបងប្អូនពួកអីចេកពងមាន់កាលណាតែអត់ទឹកវាងាយនឹងខូចមែនទែនដោយសារតែវាចាញ់កម្ដៅថ្ងៃខ្លាំងវាអត់ដូចប្រភេទចេកផ្សេងទេពុកម៉ែបងប្អូនចាសម្រាប់ចេកនេះបើរាប់ចាប់ពីថ្ងៃដាំរហូតដល់ឥឡូវគឺវាមានអាយុ1ខែជាងហើយពុកម៉ែបងប្អូនចាសម្រាប់ចេកពងមាន់កាលណាតែយើងដាំរយៈពេល1ខែគឺវាចាប់ឫសល្អហើយពុកម៉ែបងប្អូនអញ្ចឹងហើយគឺយើងធ្វើការកាត់ដើមចោលពាក់កណ្ដាលដើមចាដូចបងប្អូនឃើញក្នុងវីដេអូអញ្ចឹងគឺចេកពងមាន់ក្នុងចំ